រឿងរ៉ាវ4ជំនាន់ការតស៊ូនិងជម្រើសជីវិតវីដេអូនេះបាននិទានរឿង4ជំនាន់ដែលឆ្លុះបញ្ចាំងពីជម្រើសជីវិតការតស៊ូនិងការស្វែងរកអត្ថន័យពិតប្រាកដក្នុងជីវិតទោះបីជាមានការលំបាកនិងសម្ពាធពីសង្គមក៏ដោយជំនាន់ទី1 Wu Linglan Wu Linglan ឆ្នាំ1923រឿងរ៉ាវចាប់ផ្ដើមនៅទីក្រុងប៉េកាំងក្នុងឆ្នាំ1923 Wu Linglan ជាសិស្សពូកែម្នាក់នៅសាលា Tsinghua Tsinghua ដែលមានទេពកោសល្យផ្នែកភាសាចិននិងអង់គ្លេសទោះបីជាប្រទេសចិនកំពុងជួបវិបត្តិក៏ដោយសិស្សពូកែភាគច្រើនជ្រើសរើសរៀនផ្នែកវិទ្យាសាស្ត្រ Wu Linglan ក៏ដើរតាមគេដែរប៉ុន្តែគាត់មានអារម្មណ៍ថាខ្លួនឯងជាអ្នករត់ចោលស្រុកដោយសារតែគាត់មិនសូវពូកែខាងរូបវិទ្យាគាត់ចង់ប្ដូរទៅរៀនផ្នែកអក្សរសាស្ត្រវិញគ្រូរបស់គាត់បានសួរថាតើគោលបំណងនៃការសិក្សារបស់អ្នកជាអ្វី Wu Linglan បានឆ្លើយថាខ្ញុំគ្រាន់តែដឹងថាទោះខ្ញុំធ្វើអ្វីក៏ដោយការរៀនសូត្រនៅអាយុនេះគឺត្រឹមត្រូវសម្រាប់ខ្ញុំគ្រូបានបន្តថាគឺអ្នកភ្លេចរឿងមួយទៀតការរស់នៅដោយគ្មានការយល់ដឹងពីខ្លួនឯងគ្រាន់តែជាការមាញឹកដ៏ទេស្អាតប៉ុណ្ណោះតើអ្វីទៅជាការពិតនៅពេលអ្នកមើលឃើញឬធ្វើអ្វីមួយនឹងនៅជាមួយនរណាម្នាក់អ្នកនឹងមានសន្តិភាពនិងភាពរីករាយដែលផុសចេញពីបេះដូងដោយគ្មានការលាក់លៀម Wu Linglan មិនដែលគិតពីរឿងទាំងនេះទេការបដូរជំនាញคล้ายជារឿងតូចតាចហើយគាត់មិនអាចផ្ដោតអារម្មណ៍លើការសិក្សាបានទៀតទេគាត់បានដកខ្លួនចេញពីហ្វូងមនុស្សដើម្បីគិតពីជីវិតទៅមុខការតស៊ូវាងវិទ្យាសាស្ត្រនិងមនុស្សសាស្ត្រក៏បានកើតឡើងនៅសាលា Tsinghua ដែលធ្វើឲ្យគាត់កាន់តែភ័ន្តច្រឡំក្នុងការសម្រេចចិត្តរហូតដល់ឆ្នាំ1924គាត់បានទៅបណ្ណាល័យដោយចៃដន្យហើយបានស្ដាប់ការបង្រៀនដ៏អស្ចារ្យរបស់លោក Thegor Kvidol បីរូបនេះបានជំរុញយុវជនកុំឲ្យបាត់បង់បេះដូងពិតប្រាកដរបស់ពួកគេអ្នកដែលនៅក្បែរគាត់សុទ្ធតែជាឥស្សរជនសំខាន់ដូចជាលោក Wang Gewi និងលោក Koshimo ភាពជឿជាក់និងភាពស្ងប់ស្ងាត់របស់ពួកគេបានធ្វើឲ្យ Wu Linglan កោតសរសើរនៅពេលនោះគាត់បានដោះលែងខ្លួនឯងពីអារម្មណ៍នៃការស្វែងរកអត្ថន័យជីវិតឧស្សាហកម្មជួយប្រទេសចំណេះដឹងជួយប្រទេសជាតិការចំណាយពេលគិតពីរឿងទាំងនេះក៏សំខាន់ដែរWu Linglan ទីបំផុតបានដោះស្រាយការសង្ស័យក្នុងចិត្តរបស់គាត់ហើយបានជ្រើសរើសមុខវិជ្ជាអក្សរសាស្ត្រដែលគាត់មានទេពកោសល្យខ្ពស់ហើយបានក្លាយជាគ្រូបង្រៀនភាសាបរទេសដ៏ឆ្នើមម្នាក់ជំនាន់ទី2 Sun Kwang-yao Shen Geng-yao ឆ្នាំ1938ពេលវេលាបានមកដល់ឆ្នាំ1938កងទ័ពជប៉ុនបានកាន់កាប់ទីក្រុងប៉េកាំងជាមួយឆ្នាំ Wu Linglan បានមកជាមួយសាលារៀនដ៏ដីវាលរហោឋាននៅភាគខាងជើងនៃទីក្រុងគុនមីងនៅទីនេះសាលា Tsinghua សាលា Phida និងសាលា Nankai បានរួមគ្នាបង្កើតសាកលវិទ្យាល័យ Southwest Associated University លក្ខខណ្ឌនៅយូណានមិនអាចប្រៀបធៀបទៅនឹងប៉េកាំងបានទេសូម្បីតែអគារសិក្សាក៏ត្រូវប្រើប្រាស់ស្បូវដែលភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យពិបាកក្នុងការបង្រៀននៅក្នុងថ្នាក់រៀនដែលមានដំបូលសង់ក៏សិស្សមិនអាចស្ដាប់គ្រូបង្រៀនបានច្បាស់ទេដោយសារសំឡេងភ្លៀងលាន់នៅខ្លាំងគ្រូបង្រៀន Wu Linglan បានបែរខ្នងទៅសរសេរអក្សរបួននៅលើក្តារខៀនថាក៏ស្ងប់ស្ងាត់ស្ដាប់ភ្លៀងសិស្សក៏បានស្ងប់ស្ងាត់ដោយគ្រូដែរក្នុងជីវិតមនុស្សម្នាក់តែងតែជួបរឿងដែលមិនពេញចិត្តការស្ដាប់ភ្លៀងក៏ជាអាកប្បកិរិយាមួយដែរប៉ុន្តែនៅពេលប្រទេសជាតិជួបគ្រោះថ្នាក់តើអាចស្ងប់ចិត្តបានយ៉ាងដូចម្តេចសិនខ្វាងយ៉ាវបានរុញបង្អួចក្បែរគាត់ហើយបានឃើញអ្នកនេសាទនៅមាត់ទឹកក្មេងកំពុងរត់លេងនិងយុវជនកំពុងហាត់ប្រាណក្នុងភ្លៀងតើគាត់គួរទៅផ្លូវណានៅឆ្នាំ1939អាល្លឺម៉ង់បានវាយលុកប៉ូឡូញដែលជាការចាប់ផ្ដើមនៃសង្គ្រាមលោកជប៉ុនបានទម្លាក់គ្រាប់បែកនៅទីក្រុងឆុងឈីងឆុងហេងបណ្ដាលឲ្យជនស៊ីវិលស្លាប់ជាង 3000 នាក់កងទ័ពអាកាសបានមកដល់សាកលវិទ្យាល័យ Southwest Associated University ដើម្បីជ្រើសរើសទាហានសិស្សទាំងអស់ចង់សាកល្បងប៉ុន្តែពួកគេភ័យខ្លាចមុនពេលធ្វើតេស្តមន្ត្រីយោធាបាននិយាយថានេះទាមទារទេពកោសល្យពីកំណើតប៉ុន្តែសម័យនេះមិនខ្វះមនុស្សល្អឥតខ្ចោះទេតែខ្វះចិត្តស្មោះត្រង់សុចរិតភាពក្លាហាននិងក្តីមេត្តាគូសិនខ្វាងយ៉ាវបានចេញពីហ្វូងមនុស្សគាត់បានហាត់ក្បាច់គុណខ្លះហើយអាចលោតខ្ពស់គាត់បានឆ្លងកាត់ការធ្វើតេស្តហើយទទួលបានទម្រង់បែបបត់ប្រសិនបើគាត់សម្រេចចិត្តចូលរួមទ័ពអាកាសគាត់អាចបំពេញវាបានភ្លាមប៉ុន្តែគាត់ជាកូនតូចហើយត្រូវតែទទួលបានការយល់ព្រមពីឪពុកម្ដាយជាមុនសិននៅថ្ងៃនោះនៅពេលដែលខ្វាងយ៉ាវត្រឡប់មកផ្ទះវិញគាត់បានជួបម្ដាយរបស់គាត់ការពិភាក្សាអំពីស្ថានភាពនយោបាយនិងសម្បត្តិពីឪពុករបស់គាត់ដែលឲ្យគាត់ចូលរួមក្នុងជួរកងទ័ពបានធ្វើឲ្យម្ដាយរបស់គាត់ខឹងគាត់ត្រូវលុតជង្គង់ចុះហើយរៀនបទបញ្ញត្តិគ្រួសារម្ដាយរបស់គាត់បាននិយាយថាជីវិតមិនគួរត្រូវបានវិនិច្ឆ័យដោយភាពល្បីល្បាញឬទ្រព្យសម្បត្តិឡើយដូនតាជាច្រើនជំនាន់បានបង្ហាញថាទាំងនោះគ្រាន់តែជាការបំភាន់នៃជីវិតប៉ុណ្ណោះមូលហេតុចម្បងដែលគាត់មិនត្រូវបានអនុញ្ញាតឲ្យចូលបម្រើកងទ័ពគឺឪពុកម្ដាយរបស់គាត់ចង់ឲ្យគាត់រីករាយនឹងជីវិតដូចជាការអានសៀវភៅរាប់ពាន់ក្បាល
នឹងការធ្វើដំណើររាប់ពាន់ម៉ាយល៍ជាជាងបាត់បង់ជីវិតនៅលើសមរភូមិមុនពេលគាត់បានគិតពីរបៀបរស់នៅពេលឃើញម្ដាយរបស់គាត់យំសិនខ្វាងយ៉ាវបានស្បត់ថានឹងមិនចូលបម្រើកងទ័ពទៀតទេបន្ទាប់ពីម្ដាយរបស់គាត់ទៅសាលារៀននៅតែបន្តប៉ុន្តែមានសម្លេងរោទបន្ថែមខ្មាំងសិស្សត្រូវបានមកដល់ហើយសិស្សត្រូវដាច់លងកាត់វាលស្រែទៅជ្រលងភ្នំដើម្បីគេចពីការបាញ់ផ្លោងនៅទីនោះសម្លេងបង្រៀនរបស់គ្រូត្រូវបានអមដោយសម្លេងយន្តហោះមានថ្នាក់ទស្សនវិជ្ជាភូមិសាស្ត្រនិងថ្នាក់ភាសាចិនរបស់វូលីងឡានគាត់បានណែនាំសិស្សអំពីកំណាព្យរបស់ Tego និងបាននិយាយអំពីថ្ងៃដែលគាត់វង្វេងនៅវ័យក្មេងគាត់សង្ឃឹមថាពួកគេនឹងមិនបោះបង់ការគិតពីខ្លួនឯងក្នុងជីវិតនាពេលអនាគតពេលនោះគ្រាប់បែកបានធ្លាក់មកមិត្តរួមថ្នាក់បានស្លាប់និងរងរបួសសូម្បីតែក្មេងដែលលេងនៅសាលាក៏រងគ្រោះដែរសិនខ្វាងយ៉ាវបានសម្លឹងមើលកំទេចកំទីដែលលាងជម្រះដោយទឹកភ្លៀងមនុស្សជំនាន់នីមួយមានបេសកកម្មរៀងខ្លួនហើយអ្វីដែលពួកគេត្រូវធ្វើឥឡូវនេះគឺការពារប្រទេសនិងមាតុភូមិនៅពេលភ្លឺខ្វាងយ៉ាវបានចាក់ចេញពីសាកលវិទ្យាល័យទៅសាលាកងទ័ពអាកាសតាមផ្លូវគាត់បានឮដំណឹងមរណភាពរបស់លោក Tego ដែលជាអ្នកនិពន្ធដ៏អស្ចារ្យជីវិតយោធាគឺតឹងរ៉ឹងនិងប្រញាប់ប្រញាល់ពួកគេរៀនពីរបៀបរត់គេចខ្លួនជាមុនសិនទើបបន្តរៀនបច្ចេកទេសប្រយុទ្ធតាមអាកាសកងទ័ពជប៉ុនបានទម្លាក់គ្រាប់បែកនៅខ្វាងជូវ Guangzhou និង Chongqing Chongqing ជាបន្តបន្ទាប់ពួកគេមិនមានពេលច្រើនទេប៉ុន្តែខ្វាងយ៉ាវតែងតែចេញទៅក្រៅរត់ចំពោះក្មេងក្រិករដែលមិនមានអាហារគ្រប់គ្រាន់គាត់មានឈ្មោះមួយទៀតគឺពូហាន់ហាន់កងខូហាន់ហាន់គាត់តែងតែបោះនំប៉័ងទៅឲ្យពួកគេគាត់បាននាំអាហារនិងក្តីសង្ឃឹមប៉ុន្តែនៅក្នុងក្រសែភ្នែកគ្រូបង្រៀនការធ្វើដំណើរតាមផ្លូវដដែលរាល់ដងគឺល្ងងខ្លៅនិងគ្រោះថ្នាក់ខ្វាងយ៉ាវត្រូវបានពិន័យរាប់រយហ្វូតហើយក៏បាត់បង់សិទ្ធិក្នុងការបោះនំប៉័ងទៀតផងប៉ុន្តែគាត់នៅតែមិនបោះបង់គាត់បានយកស្ករត្នោតដែលម្ដាយរបស់គាត់បានយកមកឲ្យគាត់លើកមុនហើយបានហោះចេញទៅក្រោមការសម្លឹងមើលរបស់មិត្តរួមការងារនិងគ្រូពេលខ្លះជំនឿសំខាន់ជាងអាហារទោះបីជាវាមិនឆ្អែតក៏ដោយប៉ុន្តែវាផ្អែមណាស់ក្មេងទីបំផុតបានឃើញពូហាន់ហាន់របស់ពួកគេម្ដងទៀតពួកគេរត់លោតស្រែកនិងសើចរីករាយនឹងដំណឹងល្អនេះទៅកាន់មនុស្សគ្រប់គ្នាពួកគេដាក់ស្ករត្នោតក្នុងមាត់ហើយញ៉ាំយ៉ាងរីករាយនៅពេលដែលវាមិនគ្រប់គ្រាន់ពួកគេក៏ងើយមើលឡើងហើយឃើញពូហាន់ហាន់ជាច្រើនអ្នកទៀតមិត្តរួមការងាររបស់គាត់ក៏បានមកជាមួយដែរពួកគេបាននាំយកនំប៉័ងនិងក្តីសង្ឃឹមបន្ថែមទៀតពិតណាស់ពិភពលោកនេះមិនខ្វះមនុស្សល្អឥតខ្ចោះទេប៉ុន្តែខ្វះចិត្តស្មោះត្រង់សុចរិតភាពក្លាហាននិងក្តីមេត្តាដែលចេញពីបេះដូងប៉ុន្តែរឿងល្អមិនស្ថិតស្ថេរយូរទេនៅនាំ1943ការប្រយុទ្ធនៅ Western Hubei បានផ្ទុះឡើងនៅក្នុងសមរភូមិនោះប្រទេសចិនបានប្រើប្រាស់កម្លាំងទ័ពអាកាសទាំងអស់របស់ខ្លួននៅពេលហោះចូលតំបន់ប្រយុទ្ធអារម្មណ៍ដំបូងរបស់ខ្វាងយ៉ាវគឺមានសត្រូវគ្រប់ទីកន្លែងគាត់ត្រូវបានឡោមព័ទ្ធយ៉ាងលឿនមិត្តរួមការងាររបស់គាត់បានប្រយុទ្ធយ៉ាងក្លាហានប៉ុន្តែដោយសារតែខ្វះបទពិសោធន៍ពួកគេត្រូវបានបាញ់ទម្លាក់ជាបន្តបន្ទាប់ខ្វាងយ៉ាវក៏ត្រូវបានបាញ់ធ្លាក់ចូលទៅក្នុងសមុទ្រប៉ុន្តែគាត់មិនបានបោះបង់ឡើយគាត់បានហោះឡើងលើហើយមុជចុះក្រោមយ៉ាងលឿនដែលធ្វើឲ្យគាត់មានឱកាសប្រឈមមុខជាមួយសត្រូវគាត់មានសំណាងណាស់ដែលបានរួចជីវិតពីការប្រយុទ្ធនោះយន្តហោះរបស់គាត់អស់ប្រេងហើយមិនអាចត្រឡប់ទៅមូលដ្ឋានវិញបានទេគាត់ត្រូវលោតឆាយងប៉ុន្តែគាត់បានឃើញយន្តហោះសត្រូវកំពុងបាញ់សម្លាប់អ្នកបើកយន្តហោះជាច្រើនអ្នកដែលកំពុងលោតឆាយងចុះមិត្តរួមការងារជាច្រើនអ្នកបានស្លាប់មុនពេលចុះដល់ដីខ្វាងយ៉ាវមិនចង់មើលទៀតទេគាត់ចង់ឲ្យមិត្តរួមការងាររបស់គាត់បានត្រឡប់ទៅផ្ទះវិញដូច្នេះគាត់បានបើកយន្តហោះចុះទៅរកនាវាចម្បាំងរបស់សត្រូវគូសុំទោសនៅក្នុងទឹកភ្នែករបស់មិត្តរួមការងារខ្វាងយ៉ាវបានបើកយន្តហោះរបស់គាត់ទម្លាក់ចូលទៅក្នុងនាវាចម្បាំងរបស់សត្រូវប៉ុន្មានខែក្រោយមកម្ដាយរបស់គាត់ដែលមកជួបកូនប្រុសរបស់គាត់ដែលជិតបញ្ចប់ការសិក្សាបានទទួលសម្បត្តិរបស់ខ្វាងយ៉ាវប្រទេសចិនមិនធំពេកទេសម្រាប់ទៅមួយប៉ុន្តែប្រទេសជាតិកំពុងស្ថិតក្នុងគ្រោះថ្នាក់កាត់ផ្កិច្ចការពីជាតិសំខាន់ជាងរឿងផ្ទាល់ខ្លួនទោះបីជាគ្រួសារល្បីល្បាញប៉ុណ្ណាក៏ដោយប្រសិនបើគ្មានប្រទេសជាតិក៏គ្មានផ្ទះដែរដូនតាទាំង3ជំនាន់របស់ខ្វាងយ៉ាវប្រកាសជាមិនស្ដីបន្ទោសជំរឿសរបស់កូនគាត់ឡើយនៅពេលភ្លៀងលាក់ត្រជាក់ក្មេងបាននឹកឃើញពូហាន់ហាន់របស់ពួកគេបានគ្រប់ខ្លួនដោយឆាយងហើយច្រៀងចម្រៀងខណៈកំពុងលេងយន្តហោះក្រដាសនេះគឺជាភាពសប្បុរសនិងភាពកក់ក្ដៅដែលខ្វាងយ៉ាវបានបន្សល់ទុកហើយបានអំដំណើររាល់កុមារឲ្យធំធាត់ឡើងក្នុងចំណោមពួកគេមានក្មេងម្នាក់ឈ្មោះចិនផេងជំនាន់ទី3ចិនផេងឆ្នាំ1962ពេលវេលាបានមកដល់ឆ្នាំ1962ចិនផេងបានក្លាយជាសិស្សដ៏ឆ្នើមម្នាក់ក្នុងផ្នែកវិស្វកម្មរូបវិទ្យានៅសាកលវិទ្យាល័យឈីងហួរគាត់ត្រូវបានជ្រើសរើសដោយវិទ្យាស្ថានទី9នៅប៉េកាំងដែលជាកន្លែងធ្វើការដ៏រុងរឿងប៉ុន្តែក៏គ្រោះថ្នាក់បំផុតផងដែរចិនផេងបាននិយាយថានៅមានមនុស្សដែលត្រូវការថែទាំគឺគាត់ជាក្មេងកំព្រាគ្រូបាននិយាយថាក៏ខ្ញុំសង្ឃឹមថាអ្នកគ្មានមតិអីចំពោះសិស្សនេះទេគាត់និយាយការពិតរបស់គាត់ចេញមកគ្មានអ្វីខុសទេ
នៅពេលរៀននៅអនុវិទ្យាល័យគាត់បានជួបឆាវជានិង Ideal ពួកគេមានអាយុប្រហាក់ប្រហែលគ្នានិងមានប្រវត្តិស្រដៀងគ្នាហើយបានក្លាយជាមិត្តល្អបំផុតឆាវជាគឺជាមនុស្សដែលគាត់ចង់មើលថែសូម្បីតែនៅពេលគាត់ឃើញត្រារបស់ឆាវជាខូចចិនផេងក៏លួចធ្វើត្រាថ្មីមួយឲ្យនាងដែលនៅអនុវិទ្យាល័យគ្រូខបានមើលថែពួកគេទាំង3យ៉ាងពិសេសនៅថ្ងៃមួយពួកគេបានណាត់គ្នាទៅជួបគាត់តែមុននឹងចូលទៅដល់ផ្ទះពួកគេបានឮសំឡេងម្ដាយរបស់គ្រូឈើស្រែកយ៉ាងខ្លាំងហើយថែមទាំងទាត់នឹងវីគ្រូឈើទៀតផងឆាវជាទ្រាំលែងបានចិនផេងបានទីនាងចុះមកតាមពិតគ្រូឈើបានរៀននៅសាកលវិទ្យាល័យដោយមានជំនួយពីម្ដាយក្មេករបស់គាត់ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកគាត់ចង់លែងលះម្ដាយក្មេកមិនព្រមហើយបានយកកាំបិតទៅសាលារៀនគំរាមសម្លាប់ខ្លួនពួកគេទាំងពីរបានរៀបការឆាវជាមិនខ្វល់ពីរឿងទាំងនេះទេនាងមិនអាចទ្រាំនឹងការឈឺចាប់និងការអាម៉ាស់របស់គ្រូឈើបានទេដូច្នេះនាងនិង Ideal បានសរសេរសម្បត្តិប្តឹងទៅអង្គភាពរបស់ម្ដាយក្មេករបស់គាត់ដោយចោទប្រកាន់ថាផ្ទះ4បន្ទប់ប្រែទៅជាគុកគងឹតចិនផេងមិនដឹងពីរឿងទាំងនេះទេតើគុកគងឹតមានមន្តសការទេនិយាយការពិតសម្រាប់ខ្ញុំទៅអ្នកបានសន្យាថានឹងរស់នៅជាមួយខ្ញុំអស់មួយជីវិតអ្នកជាអ្នកនិយាយវាប៉ុន្តែមនុស្សអាចផ្លាស់ប្ដូរបានគ្រូខែលមិនទុកចិត្តនរណាម្នាក់ទេសូម្បីតែសិស្សអ្នកចិត្តខាងនិងអ្នកលក់សម្បត្តិក៏ដោយបន្ទាប់ពីការរៀបការដោយការគំរាមសម្លាប់ខ្លួនគាត់តែងតែមានទឹកមុខត្រជាក់នៅផ្ទះហើយបានបែងចែកអ្វីទាំងអស់យ៉ាងច្បាស់លាស់ទោះបីជាគាត់មានមោទនភាពនិងពេញចិត្តក៏ដោយគាត់មិនព្រមប្រើប្រាស់របស់របររបស់នាងឡើយអាកប្បកិរិយារបស់គាត់បានធ្វើឲ្យ Shifen មានអារម្មណ៍ថាគាត់ជាមនុស្សអាក្រក់បំផុតនៅលើលោកអ្នកបាននិយាយថាអ្នកនឹងស្រឡាញ់ខ្ញុំអស់មួយជីវិតខ្ញុំមិនឈឺចាប់ទេតើមនុស្សអាចផ្លាស់ប្ដូរបានទេហេតុអ្វីរឿងផ្សេងអាចផ្លាស់ប្ដូរបានហើយរឿងនេះមិនអាចផ្លាស់ប្ដូរបានហេតុអ្វីមនុស្សគ្រប់រូបគឺជារតនវត្ថុដ៏មានតម្លៃបំផុតពួកគេមិនគួររស់នៅដើម្បីផ្គប់ចិត្តអ្នកដទៃទេប៉ុន្តែនៅពេលដែលគាត់មិនស្រឡាញ់អ្នកសូម្បីតែប្រើអំពើហិង្សាផ្លូវចិត្តក៏ត្រូវតែដើរចេញដោយក្លាហានការនៅក្បែរគាត់មិនសំខាន់ដូចការស្រឡាញ់ខ្លួនឯងនោះទេ Shifen មិនបានគិតបែបនេះនៅពេលនោះទេនាងថែមទាំងគិតថាសិស្សដែលសរសេរសម្បត្តិនោះបានបំផ្លាញអាពាហ៍ពិពាហ៍របស់ពួកគេប្រសិនបើនាងរកឃើញគាត់នាងប្រហែលជានឹងអាចស្ដារវាឡើងវិញបានIdealដើម្បីផ្លាស់ប្ដូរជោគវាសនារបស់គាត់បានសរសេរសម្បត្តិដាក់ពាក្យស្នើសុំគាំទ្រព្រំដែននៅទីនោះមិនមានឧបករណ៍វិទ្យាសាស្ត្រល្អទេដូច្នេះគាត់ត្រូវរៀនចាក់បញ្ចូលវិទ្យាសាស្ត្រឆាវជាត្រូវបានប៉ះពាល់ដោយភាពស្មោះត្រង់របស់គាត់ហើយថែមទាំងបានបូជាដៃរបស់គាត់ដើម្បីឲ្យគាត់ហាត់ចាក់បញ្ចូលនេះមិនមែនជារឿងអ្វីទេប៉ុន្តែចិនផេងបានឃើញការសារភាពដោយចៃដន្យគាត់មិនមានភាពក្លាហានក្នុងការសារភាពនោះទេប៉ុន្តែការបោះបង់គឺលឿនណាស់ចិនផេងបានរត់ចូលទៅការិយាល័យថ្នាក់ដឹកនាំភ្លាមគាត់គិតថាឆាវជាបានជ្រើសរើស Ideal ឥឡូវនេះនាងគ្មានអ្នកមើលថែគាត់អាចទៅធ្វើការនៅវិទ្យាស្ថានទី9បានហើយឆាវជាក៏មិនដឹងថាគាត់ឈួតអីដែរនាងត្រូវតែទៅសាលារៀនគ្រូឆៅមិនដែលខ្វល់ពីគាត់ភ្លាមនោះទេប៉ុន្មានថ្ងៃមកនេះចិនផេងនៅតែមិនអើពើនឹងគាត់ឆាវជាបាននិយាយលេងសើចថាអង្គការមិនអនុញ្ញាតឲ្យខ្ញុំធ្វើអីទេចិនផេងស្រាប់តែមានអារម្មណ៍រីករាយគាត់បានទាញឆាវជារត់កាត់សាលាឈីងហួរឆ្លងកាត់ផ្លូវថ្មក្រោមម្លប់ឈើឆ្លងកាត់វាលស្មៅពណ៌បៃតងស្ទាបអង្អែលអាតូមក្នុងចំការរហូតដល់ហត់នឿយដូចអាតូមដែលបានបញ្ចប់នៅចំការពេលវាប៉ះគ្នាវាបញ្ចេញថាមពលដុំหิមានេះគឺជាភាពល្អបន្ទាប់ពីនោះចិនផេងបានទៅធ្វើការនៅវិទ្យាស្ថានទី9ហើយកូតាសម្រាប់ការងារនៅព្រំដែនរបស់ Ideal ក៏បានមកដល់ដែរគាត់ចង់ចែករំលែកដំណឹងល្អនេះជាមួយឆាវជាជាលើកដំបូងប៉ុន្តែនៅពេលនោះម្ដាយរបស់គាត់បានទាញហ្វេងយ៉ានមកហើយបានរកឃើញកំណត់ហេតុរបស់ឆាវជានៅក្នុងសៀវភៅការងាររបស់លីវខាន់ហើយបានស៊ើបអង្កេតដល់ទីនេះឆាវជាមិនបានបដិសេធថាបានសរសេរសម្បត្តិនោះទេនាងគិតថាវាគ្រាន់តែជារឿងមួយដែលយុវជនសុចរិតគួរធ្វើប៉ុន្តែសម្បត្តិនោះមានបញ្ហាជាច្រើនតើមានអ្នកផ្សេងទៀតចូលរួមទេ Ideal បាននៅស្ងៀមគាត់បានបោះបង់កូតាដែលទើបតែទទួលបានឆាវជាបានទូចថាខ្លួនឯងជាអ្នកសរសេរតែម្នាក់គត់នាងបានយកអបាយការថែទាំរបស់មិត្តរួមការងារហើយបានបោះពុម្ពវាពីលើរឿងនេះបានបញ្ចប់ទៅដោយការដោះស្រាយបែបនេះប៉ុន្តែអ្វីទាំងអស់បានផ្លាស់ប្ដូរនៅពេលដែលប្រធានបានរកឃើញគាត់អ្វីដែលត្រូវបានសរសេរនៅក្នុងសម្បត្តិនោះលែងសំខាន់ទៀតហើយក្នុងពេលជាមួយគ្នានេះរបាយការណ៍ថែទាំរបស់ពួកគេតែងតែត្រូវបានគេលួចពួកគេក៏បាននិយាយថាឆាវជាតែងតែសរសេរសម្បត្តិទៅនរណាតើខ្ញុំសរសេរទៅអ្នកណាតើអ្នកមិនមានបងប្អូនជីដូនមួយនៅតៃវ៉ាន់ទេខ្ញុំធ្លាប់ឮគាត់ប៉ុន្តែខ្ញុំមិនដែលជួបគាត់ទេឥឡូវនេះស្ថានភាពច្រកសមុទ្រតៃវ៉ាន់តានតឹងតើអ្នកចង់សរសេរសម្បត្តិទៅបងប្អូនជីដូនមួយរបស់អ្នកដើម្បីប្រាប់គាត់អំពីស្ថានភាពនៅទីនេះទេឆាវជាភ័យញ័រពេញខ្លួនការស៊ើបអង្កេតបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យសូម្បីតែអាល់ប៊ុមរូបថតដែលនាងតែងតែអួតក៏ត្រូវបានរកឃើញដែរតាមពិតនៅពេលរៀននៅបឋមសិក្សានាងមានឱកាសថតរូបជាមួយមេដឹកនាំប៉ុន្តែនៅថ្ងៃនោះនាងភ័យខ្លាំងពេកហើយក៏ធ្លាក់ខ្លួនឈឺដើម្បីបំពេញការសោកស្ដាយ
រាល់ថ្ងៃកំណើត Cheogia តែងតែថតរូបជាមួយមេដឹកនាំនៅទីលានធានអានមែនរាល់ពេលដែលរូបថតត្រូវបានលាងចេញនាងចូលចិត្តកាន់អាល់ប៊ុមនោះហើយប្រាប់មិត្តរួមការងារថាក្មេងស្រីតូចដែលឈរនៅក្បែរមេដឹកនាំគឺជានាងការបំពេញចិត្តបែបនេះបានក្លាយជាការអួតអាងនៅក្នុងក្រសែភ្នែកនៅក្រតីឥឡូវនេះវាបានក្លាយជាការកុហកដែលបង្កើតឡើងដោយចិត្តនាអាក្រក់នាងត្រូវបានគេបង្ខំឲ្យសារភាពថាតើមានអ្នកណាទៀតនៅពីក្រោយនាងតើមានគោលបំណងអ្វីមុនពេលការបញ្ចាំងភាពយន្តដែលរៀបចំដោយមន្ទីរពេទ្យក្រមនយោបាយបានប្រកាសពីបទឧក្រិដ្ឋរបស់នាងនៅចំពោះមុខមហាជនការប៉ុនប៉ងការពីទង្វើអាក្រក់ការស្អប់ខ្ពើមប្រជាជនការបំផ្លាញគ្រួសារសូម្បីតែការធ្វើទុកបុកម្នេញគ្រួសារម្ដាយក្មេករបស់ Xiu Fan ត្រូវបានអញ្ជើញមកធ្វើជាសាក្សីគ្មានអ្វីបានក្លាយជាមានអ្វីតូចតាចបានក្លាយជាធំនៅសម័យនោះការពិតលែងសំខាន់ទៀតហើយគ្មាននរណាម្នាក់គិតស៊ីជម្រៅឡើយអ្នកដែលនៅក្រោមឆាកបាននាំគ្នាទះដៃនិងចង្អុលបង្ហាញ Cheogia ដែលនៅលើឆាកក៏ត្រូវបានកាត់សក់ភ្លាមដែលរឿងគួរឲ្យអស់សំណាច់គឺនៅទល់មុខគ្នាមានសន្និសីទរាយការណ៍អំពីគំនិតយុវជន Ideal នាងកំពុងស្ដាប់ការនិយាយរបស់គាត់អំពីការបង្កើតខ្លួនឯងនិងការបង្កើតអនាគតថ្មីទាំងមូល Cheogia បានសើចយ៉ាងសាមញ្ញខ្ញុំមិនដឹងថាវាជាការអបអរសាទរចំពោះភាពជោគជ័យរបស់ Ideal ឬជាការអាណិតអាសូរចំពោះអ្នកដែលរាយការណ៍នោះទេប៉ុន្តែទង្វើរបស់នាងបានធ្វើឲ្យមហាជនខឹងសម្បារយ៉ាងខ្លាំងគីនាងសើចខ្លាំងណាស់វីនាងXiu Fan នៅក្នុងហ្វូងមនុស្សមានអារម្មណ៍ភ័យខ្លាចបន្តិចនាងមិនចូលចិត្ត Cheogia ទេប៉ុន្តែក៏មិនមែនដល់ថ្នាក់នេះដែលសំឡេងរ៉ូតនៃការវាយឆ្មក់តាមអាកាសបានដាស់មនុស្សដែលបាត់បង់ស្មារតីវានឹងមានភ្លៀងធ្លាក់ដូច្នេះមិនអាចមើលភាពយន្តបានទេមនុស្សបានបែកខ្ញែកបន្តិចម្ដងសន្និសីទរបស់ Ideal ក៏បានផ្លាស់ប្ដូរទៅក្នុងផ្ទះវិញប៉ុន្តែ Cheogia នៅតែដេកនៅទីនោះ Xiu Fan បានលូកច្រមុះរបស់នាងហើយនាងមិនមានដង្ហើមទេនាងបានអង្គុយនៅលើដីហើយនោមដាក់ខោភ្លាមតើនេះមិនមែនជាការសម្លាប់មនុស្សទេនាងបានក្រោកឡើងហើយរត់ទៅងាយដោយមិនមើលក្រោយនៅពេលនាងជិតដល់ផ្ទះនាងបានជួបស្វាមីរបស់នាងដែលកំពុងចេញទៅក្រៅទឹកមុខភ័យខ្លាចរបស់នាងនៅតែមិនអាចផ្លាស់ប្ដូរបានសម្រាប់ភាពកក់ក្ដៅបន្តិចបន្តួច Xiu Fan អស់សង្ឃឹមទាំងស្រុងឥឡូវនេះនាងបានក្លាយជាមនុស្សដែលសំបីតែខ្លួនឯងក៏មានអារម្មណ៍ថាអាក្រក់ដែរស្វាមីដែលប្រងើយកន្តើយបានដើរឆ្លងកាត់នាង Xiu Fan ក៏បានដើរចូលទៅក្នុងផ្ទះ4បន្ទប់អ្វីដែលនៅសេសសល់ក្នុងចិត្តនាងគឺការចងចាំដ៏ផ្អែមល្ហែមនៅពេលនោះបន្ទាប់មកនាងបានយកភាពផ្អែមល្ហែមទាំងនោះហើយលោតចូលទៅក្នុងអណ្ដូងដើម្បីបញ្ចប់ជីវិតដ៏សោកសៅនេះហើយតាំងពីដើមដល់ចប់គ្រូឈោដែលសម្លាប់មនុស្សដោយគ្មានការបង្ហូរឈាមមិនបានមើលថែចិនផេងដែលនៅឯកោនោះទេនៅក្នុងមន្ទីរពិសោធន៍គាត់តែងតែមានអារម្មណ៍មិនស្ងប់គាត់បានសុំច្បាប់ហើយប្រញាប់ត្រឡប់ទៅមន្ទីរពេទ្យវិញប៉ុន្តែវាយឺតពេលទៅហើយនៅពេលគាត់ឃើញ Cheogia នៅក្នុងទឹកសមុទ្រគាត់មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងហេតុអ្វីបានជាគាត់មិននៅក្បែរនាងនៅពេលដែលនាងត្រូវការការថែទាំបំផុតប៉ុន្តែអ្វីទាំងអស់នេះមិនអាចស្ដារឡើងវិញបានទេគាត់បានប្រថុយនឹងភ្លៀងធ្លាក់ខ្លាំងដើម្បីកប់មនុស្សជាទីស្រឡាញ់របស់គាត់ប៉ុន្តែដោយមិននឹកស្មានដល់ដោយសារតែភ្លៀង Cheogia បានភ្ញាក់ឡើងយ៉ាងអស្ចារ្យមនុស្សទាំងពីរត្រូវបានតាក់ទាញដោយវាសនានៅពេលនេះ Cheogia បានបាត់បង់រូបរាងដើមរបស់នាងហើយវាពិបាកក្នុងការចាប់ផ្ដើមសារជាថ្មីវាជាការល្អប្រសើរជាងមុនក្នុងការផ្លាស់ប្ដូរទៅកន្លែងដែលគ្មាននរណាម្នាក់ស្គាល់នាងចិនផេងបាននាំនាងត្រឡប់ទៅភូមិដែលគាត់ធ្លាប់រស់នៅមនុស្សនៅទីនេះល្អណាស់ពួកគេនឹងគោរពនិងទទួលស្វាគមន៍អ្នកដែលមានចំណេះដឹងប៉ុន្តែចិនផេងមានការងារត្រូវធ្វើដូច្នេះគាត់ត្រូវតែចាក់ចេញ Cheogia អស់សង្ឃឹមនៅទីនេះខ្ញុំមិនហ៊ានបិទភ្នែកទេពេលខ្ញុំបិទភ្នែកខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងធ្លាក់ចុះជាបន្តបន្ទាប់គឺគុំខ្លាចអីខ្ញុំជាអ្នកដែលនឹងគ្រប់គ្រងអ្នកចិនផេងបានអបស្ត្រីដែលគាត់ស្ទើរតែបាត់បង់នេះក៏ខ្ញុំមិនខ្លាចអ្វីទាំងអស់គ្រាន់តែនៅពេលអ្នកធ្លាក់ទាញខ្ញុំចេញពីផ្លូវគុំទាញខ្ញុំចុះជាមួយអ្នកអំណាចនៃសេចក្តីស្រឡាញ់ពិតបានប៉ះពាល់ Cheogia នាងក៏បានរកឃើញភាពក្លាហានក្នុងការរស់នៅវិញដែលចិនផេងទើបតែមានអារម្មណ៍ធូរស្រាលហើយត្រឡប់ទៅពេលកាំងវិញមុនពេលចេញដំណើរទៅកន្លែងធ្វើការគាត់បានដើរឆ្លងកាត់ផ្លូវធំមួយទៅភ្នូររបស់ Cheogia ដោយចៃដន្យគាត់បានជួប Ideal ដែលមកដើម្បីឲ្យភ្លើងឆេះគាត់នៅតែជាប់តាក់ទងនឹងការកុហករបស់ Cheogia ប៉ុន្តែតើវាមានទំនាក់ទំនងអ្វីជាមួយនាងខ្ញុំមិនត្រូវការការគ្រប់គ្រងព្រំដែនទៀតទេតាមពិតសម្បត្តិនោះខ្ញុំសរសេរជាមួយនាងខ្ញុំខ្លាចថាបើខ្ញុំសារភាពពួកគេនឹងមិនអនុញ្ញាតឲ្យខ្ញុំទៅព្រំដែនឡើយវិចិនផេងមិនបានវាយឬស្ដីបន្ទោសគាត់ឡើយគាត់គ្រាន់តែនិយាយថាព្យាយាមរស់នៅឲ្យបានល្អសម្រាប់ខ្លួនឯងនិងសម្រាប់អ្នកដទៃនៅពេលអនាគតពួកគេទាំងពីរបានបែកគ្នានៅទីនោះម្នាក់បានទៅ Lobner ដើម្បីចូលរួមក្នុងការអភិវឌ្ឍគ្រាប់បែកបរម៉ាណូម្នាក់ទៀតបានទៅ Shenyang ដើម្បីចូលរួមក្រុមវិទ្យាសាស្ត្រក្រោយមករហូតដល់គ្រាប់បែកបរម៉ាណូដំបូងរបស់ចិនបានផ្ទុះដោយជោគជ័យចិនផេងទើបមានឱកាសរលប់មកផ្ទះវិញនៅពេលនេះគាត់ត្រូវបានប៉ះពាល់ដោយកាំរស្មីយ៉ាងធ្ងន់ធ្ងរ
ហើយមិនមានអាយុយឺនយូរទេប៉ុន្តែនៅពេលគាត់ត្រឡប់មកភូមិនេះវិញផ្ទាំងផ្ដាត្រូវបានព្យួរពីពេញឆាវយះក៏បានចាប់ផ្ដើមការធ្វើដំណើរស្វែងរកគាត់ដែរចិនផេងលើកមុនខ្ញុំគិតថាខ្ញុំស្លាប់ហើយពេលខ្ញុំភ្ញាក់ឡើងខ្ញុំឃើញអ្នកលើកនេះមុនពេលសេចក្តីស្លាប់មកដល់ខ្ញុំត្រូវតែរកអ្នកឲ្យឃើញសេចក្តីស្រឡាញ់របស់អ្នកបានលើកខ្ញុំឡើងខ្ញុំក៏ចង់មើលថែអ្នកដែរខ្ញុំមិនដឹងថាពួកគេបានជួបគ្នាទៀតទេអត់ហើយ Ideal បានធ្វើតាមការណែនាំរបស់ចិនផេងនៅក្នុងព្យុះព្រិលដធំមួយក្រុមរបស់គាត់បានវង្វេងផ្លូវគាត់បានទុកអាហារទាំងអស់ឲ្យមិត្តរួមក្រុមដែលរបួសជើងហើយបានចេញទៅស្វែងរកជំនួយដោយខ្លួនឯងនៅពេលគាត់បានជួបក្រុមស្វែងរកគាត់ក៏មិនអាចទ្រាំបានទៀតដែរមុនពេលគាត់ស្លាប់គាត់បានប្រាប់ទីតាំងរបស់មិត្តរួមក្រុមរបស់គាត់ហើយបានបន្សល់ទុកពាក្យចុងក្រោយរបស់គាត់ថាអ្នកដែលបានស្លាប់គឺស្លាប់ទៅអ្នកដែលនៅរស់នៅឲ្យបានល្អអ្នកដែលនៅរស់នៅបែបនេះជំនាន់ទី4ចាងគូកូយ៉េងហ្គោហ្គីឆ្នាំ2010ពេលវេលាបានមកដល់ឆ្នាំ2010សិស្ស2នាក់ដែលបានរួចជីវិតបានក្លាយជាប្តីប្រពន្ធកូនប្រុសរបស់ពួកគេគឺចាងគូកូក៏បានក្លាយជានាយកក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនៅសម័យនេះធម្មជាតិរបស់មនុស្សបានចាប់ផ្ដើមផ្លាស់ប្ដូរសូម្បីតែហាងលក់សាច់ដែលតែងតែមានគុណភាពល្អក៏តែងតែលក់សាច់ដែលពិនិត្យមិនបាននិយាយទៅការងារវិញកាន់តែអាក្រក់ទៅទៀតក្រុមហ៊ុនបានទទួលករណីម្សៅទឹកដោះគោមួយដើម្បីផ្សព្វផ្សាយចាងគូកូបានតាក់ទងគ្រួសារដែលមានកូនភ្លោះ4នាក់ដែលទើបនឹងកើតពួកគេបានប្រារព្ធភាពនិងរឿងរ៉ាវរបស់ពួកគេដើម្បីផ្សព្វផ្សាយផលិតផលកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្មដែលជិតចុះហត្ថលេខាបាននាំមកនូវក្តីសង្ឃឹមដល់គ្រួសារក្រីក្រនេះប៉ុន្តែអ្នកណាដឹងពួកគេបានក្លាយជាជនរងគ្រោះនៃការងារដែលពោពេញដោយការកុហកចាងគូកូបានអំដំណើរនាយកផ្នែកលក់ដើម្បីបង្ហាញគម្រោងផ្សាយពាណិជ្ជកម្មគាត់គ្រាន់តែមកចូលរួមប៉ុណ្ណោះប៉ុន្តែដោយមិននឹកស្មានដល់នាយកផ្នែកផែនការបាននិយាយថាគាត់ឈឺភ្លាមហើយមិនអាចមកបានគាត់ត្រូវតែបង្ហាញគម្រោងនេះដោយគ្មានការរៀបចំទុកជាមុនចាងគូកូម្សៅទឹកដោះគោនេះមានរសជាតិឆ្ងាញ់ណាស់គឺតាមពិតមុនពេលមកដល់នាយកផ្នែកផែនការបានទូរស័ព្ទមកគាត់ដោយនិយាយថាអតិថិជនមានចរិតឆេវឆាវហើយនឹងមិនជ្រើសរើសដំណោះស្រាយអភិរក្សទេគឺខ្ញុំគិតថាអ្វីដែលអ្នកនិយាយគឺអ្វីដែលអ្នកចង់និយាយតើអ្នកយល់ពីអ្វីដែលខ្ញុំមានន័យទេដូច្នេះនៅពេលបង្ហាញគម្រោងចាងគូកូបានទូចលើសុវត្ថិភាពហើយបានណែនាំអតិថិជនឲ្យផ្ដោតលើអាហារូបត្ថម្ភនិងរសជាតិប្រធានផ្នែកលក់មិនពេញចិត្តទេគាត់បានសួរពីគំនិតពិតរបស់ចាងគូកូគាត់គ្រាន់តែនិយាយថាប្រសិនបើអ្នកមិនអាចដោះស្រាយវាបានតើគំនិតពិតរបស់ខ្ញុំមានន័យអ្វីប៉ុន្តែតែងតែមាននរណាម្នាក់ត្រូវទទួលខុសឬចំពោះកំហុសថ្ងៃនេះអតិថិជនបានបាត់បង់មួយខែក្រោយមកចាងគូកូបានទទួលរងការស្ដីបន្ទោសនាយកផ្នែកផែនការបានបង្វែរការទទួលខុសត្រូវទាំងអស់ទៅគាត់ហើយថែមទាំងនិយាយថាភាពខ្លាំងរបស់គាត់មិនស៊ីគ្នានឹងវប្បធម៌ក្រុមហ៊ុនឡើយចាងគូកូខឹងយ៉ាងខ្លាំងហើយបានទៅក្រុមហ៊ុនគូប្រជែងហើយទទួលបានតំណែងខ្ពស់ជាងកូនភ្លោះ4នាក់ដែលគាត់គ្រោងនឹងចុះហត្ថលេខាដើម្បីផ្សព្វផ្សាយទឹកដោះគោមិនមានសំណាងដូចគាត់ទេក្រុមហ៊ុនមិនដែលតាក់ទងពួកគេទៀតទេនៅយប់នោះចាងគូកូបានទទួលទូរស័ព្ទពីជំនួយការរបស់គាត់ក្មេងទី3ក្នុងចំណោមកូនភ្លោះ4នាក់បានធ្លាក់ខ្លួនឈឺធ្ងន់នៅពេលព្រឹកហើយសរីរាង្គរបស់នាងមិនទាន់ពេញវ័យដើម្បីបន្តការវះកាត់អ្នកត្រូវបង់ប្រាក់សម្រាប់ការវះកាត់បន្ថែមទៀតខ្ញុំនឹងជូនអ្នកទៅទីនោះជាមុនសិនគូចាងគូកូបានចាប់ផ្ដើមមានអារម្មណ៍វិប្បដិសារីបន្តិចតើខ្ញុំត្រូវរងចាំការចុះហត្ថលេខាសម្រាប់ការឧបត្ថម្ភទើបអាចជួយពួកគេបានឬសំណាងល្អក្មេងស្រីតូចនោះរឹងមាំហើយការវះកាត់បានជោគជ័យគាត់បានទៅបន្ទប់ក្រោមដីដែលគ្រួសារកូនភ្លោះ4នាក់រស់នៅគាត់បានឃើញបរិយាកាសត្រជាក់គ្មានពន្លឺថ្ងៃនិងរញ៉េរញ៉ៃជាពិសេសគាត់បានប្រាប់ជំនួយការរបស់គាត់ឲ្យរៀបចំអ្វីទាំងអស់ហើយគាត់ផ្ទាល់បានជ្រើសរើសសម្សៅទឹកដោះគោសម្រាប់ក្មេងធំបីយន់ក្នុងមួយខែគ្រួសារកូនភ្លោះ4នាក់មានអារម្មណ៍ដឹងគុណយ៉ាងខ្លាំងនៅក្នុងចិត្តពួកគេចង់ឲ្យលោកចាងជួយដាក់ឈ្មោះឲ្យក្មេងស្រីតូចទាំង4នាក់ចាងគូកូមិនមានអារម្មណ៍ថាវាពិបាកតតែសោះហើយបានរកឃើញភាពពេញចិត្តនិងសេចក្តីរីករាយយ៉ាងខ្លាំងនៅក្នុងវាប៉ុន្តែនៅពេលនោះអតីតប្រធានរបស់គាត់បានមកគាត់ចង់បានភស្តុតាងមួយចំនួនអំពីទង្វើអាក្រក់របស់នាយកផ្នែកផែនការហើយបានឲ្យទីស្នាក់ការកណ្ដាលនិយាយជាមួយគូប្រជែងស្លាប់នេះក្នុងអំឡុងពេលសន្ទនាគាត់ក៏បាននិយាយអំពីកុមារដែលគាត់បានជួយសង្គ្រោះគឺការទៅសាលារៀនការជួលផ្ទះការស្វែងរកការងារសុទ្ធតែជាបញ្ហានៅពេលក្រោយតើអ្នកគិតថាខ្ញុំកំពុងជួយសង្គ្រោះកុមារឬកំពុងបណ្ដាលឲ្យមានបញ្ហាដល់ទំនាក់ទំនងគ្រួសារពាក្យរបស់គាត់បានធ្វើឲ្យចាងគូកូមិនសប្បាយចិត្តភ្លាមម្យ៉ាងវិញទៀតគាត់ស្ទាក់ស្ទើរថាតើត្រូវសងសឹកនាយកផ្នែកផែនការឬអត់ម្យ៉ាងវិញទៀតគាត់ភ័យខ្លាចចំពោះផលវិបាកនៃការបន្តជួយសង្គ្រោះកូនភ្លោះ4នាក់គាត់មិនបានតាក់ទងអតីតប្រធានរបស់គាត់ទៀតទេហើយក៏មិនបានជួបគ្រួសារកូនភ្លោះ4នាក់ទៀតដែររហូតមកដល់ថ្ងៃឈូសឆាយនោះជារៀងរាល់ឆ្នាំនៅថ្ងៃនេះ
ទោះបីជាមានការមមាញឹកប៉ុណ្ណាក៏ដោយឪពុកម្ដាយរបស់គាត់តែងតែនាំគាត់ទៅភ្នូររបស់ពូរបស់គាត់ដែលគាត់មិនដែលបានជួបឪពុកដែលតែងតែមានអារម្មណ៍មិនសប្បាយចិត្តបានលើកឡើងពីឧបត្តិហេតុនៃការជួយសង្គ្រោះនៅក្នុងព្យុះព្រិលនៅមុខភ្នូរគាត់ចង់ប្រាប់កូនប្រុសរបស់គាត់ថាប៉ានិងម៉ាមានតែបំណងប្រាថ្នាពីរសម្រាប់កូនគឺឲ្យកូនមានសុខភាពល្អនិងរីករាយប៉ុន្តែក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះយើងមានអារម្មណ៍ថាកូនញឹមតិចទៅកូនក៏មិននិយាយពីរឿងដែលធ្វើឲ្យកូនព្រួយចិត្តដែលផ្លូវរបស់កូននៅវែងឆ្ងាយណាស់ហើយមានរឿងជីច្រើនដែលកូនអាចធ្វើបានទៅធ្វើអ្វីដែលធ្វើឲ្យកូនមានអារម្មណ៍រីករាយនិងសប្បាយចិត្តទៅបន្ទាប់ពីត្រឡប់មកវិញមីងរបស់គាត់បានហៅគ្រួសារកូនភ្លោះ4នាក់មកនាងបានបង់ថ្លៃឈ្នួលផ្ទះរយៈពេល3ឆ្នាំជាប់គ្នាហើយបានជួយឪពុកម្ដាយរបស់ពួកគេរកការងារធានារ៉ាប់រងលើកនេះនាងបានទុកលេខទូរស័ព្ទរបស់នាងផ្ទាល់ហើយថែមទាំងបានទុកលេខពីរទៀតផងនៅពេលនេះភាគីម្ខាងទៀតក៏បានយកអំណោយដែលបានរៀបចំទុកជាមុនចេញមកដែរនេះគឺជាជក់ដែលយើងបានធ្វើនៅផ្ទះគ្រួសារយើងទាំងមូលចង់ផ្ដល់ជូនអ្នកនេះគឺជាជក់ដែលធ្វើពីសក់ទារក4នាក់ដើម្បីអរគុណចាងគូកូចំពោះភាពស្មោះត្រង់និងសេចក្តីសប្បុរសចេញពីបេះដូងរបស់គាត់អរគុណនៅយប់នោះនាងក៏បានទូរស័ព្ទទៅអតីតថ្នាក់ដឹកនាំរបស់នាងវិញផងដែរព្រោះនាងមិនដូចពួកគេឡើយការឆ្លុះបញ្ចាំងរឿងរ៉ាវបានបញ្ចប់នៅទីនេះប៉ុន្តែការបន្តនៃស្មារតីនិងការហូរនៃធម្មពលនៅតែបន្ត4ជំនាន់4រឿងរ៉ាវឆ្លងកាត់មួយសតវត្សវូលីងឡាននៅសម័យដែលសិស្សល្អបំផុតទាំងអស់ជ្រើសរើសឧស្សាហកម្មដើម្បីជួយប្រទេសជាតិគាត់បានគោរពតាមបេះដូងរបស់គាត់ហើយបានជ្រើសរើសផ្នែកអក្សរសាស្ត្រសិនខ្វាងយ៉ាវនៅសម័យដែលប្រទេសជាតិត្រូវបានលុកលុយហើយមនុស្សរាប់ពាន់នាក់កំពុងធ្វើចំណាក់ស្រុកគាត់បានស្ដាប់តាមបេះដូងរបស់គាត់ហើយបានជ្រើសរើសចូលរួមក្នុងជួរកងទ័ពចិនភេងនៅសម័យដែលពោពេញដោយភាពវឹកវរនិងការកុហកគាត់បានរក្សាភាពស្មោះត្រង់នឹងបេះដូងរបស់គាត់ហើយស្រឡាញ់អ្នកដែលគាត់ស្រឡាញ់ចាងគូកូនៅសម័យដែលផលប្រយោជន៍ត្រូវបានដាក់ពីលើអ្វីទាំងអស់គាត់បានរកឃើញបេះដូងដើមរបស់គាត់ហើយជ្រើសរើសធ្វើជាខ្លួនឯងពិតប្រាកដពួកគេទាំងអស់បានវង្វេងនៅវ័យក្មេងត្រូវបានដឹកនាំត្រូវបានបំភ្លឺប្រយុទ្ធប្រឆាំងនឹងចរន្តហើយបានធ្វើជំរើសដែលពួកគេមិនស្ដាយក្រោយដូច្នេះសូមត្រឡប់ទៅសំណួរដើមវិញប្រសិនបើនកដឹងពីជីវិតដែលអ្នកនឹងជួបតើអ្នកនៅតែមានភាពក្លាហានក្នុងការមកដល់ដែរឬទេទោះបីជាអ្វីដែលអ្នកឃើញនឹងងឺតែងតែធ្វើឲ្យអ្នកខកចិត្តទោះបីជាលោកីនេះមានអំណាចខ្លាំងរហូតដល់អ្នកមិនអាចគិតពីការផ្លាស់ប្ដូរវាក៏ដោយប៉ុន្តែប្រសិនបើអ្នកពិតជាបានដឹងពីជីវិតរបស់អ្នកជាមុនអ្នកនឹងដឹងថាវ័យក្មេងគ្រាន់តែជាពេលវេលាដ៏ខ្លីប៉ុណ្ណោះអ្នកនឹងមិនខ្វល់ពីអ្វីដែលលោកីចង់ឲ្យអ្នកខ្វល់នោះទេដូចជាតើមានកិត្តិយសប៉ុន្មានទើបត្រូវបានគេចាត់ទុកថាជារុងរឿងឬក៏តើត្រូវមានទ្រព្យសម្បត្តិប៉ុន្មានទើបត្រូវបានគេស្រឡាញ់ផ្ទុយទៅវិញអ្នកនឹងរកឃើញថាភាពរីករាយចេញពីបេះដូងនឹងធ្វើឲ្យអ្នករំភើបនៅពេលឃើញស្មៅដុះចេញពីដីនឹងធ្វើឲ្យនករីករាយនៅពេលឃើញថ្ងៃរះហើយនឹងធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្ដៅនៅពេលអ្នកទទួលយកសេចក្តីសប្បុរសពីអ្នកដទៃអ្វីដែលលោកីជាមិនសំខាន់ទេរបៀបធ្វើអន្តរកម្មមិនចាំបាច់ខ្វល់ឡើយកុំលោភលន់កុំខ្លាចហើយកុំខ្ជិលប៉ុន្តែនៅពេលដែលអ្នកត្រូវបានប៉ះពាល់ដោយពន្លឺដែលបង្ហាញដោយជីវិតផ្សេងទៀតចូលចាំថាអ្នកក៏ជាផ្នែកមួយនៃសម័យកាលនេះដែរអ្នកក៏អាចមានតម្លៃដូចពួកគេដែរនៅពេលដែលអ្នកត្រូវបានវាយប្រហារចូលចាំពីតម្លៃរបស់អ្នកដើម្បីទប់ទល់នឹងអំពើអាក្រក់នៅពេលដែលអ្នកវង្វេងចូលជឿជាក់លើតម្លៃរបស់អ្នកស្រឡាញ់អ្វីដែលអ្នកស្រឡាញ់ធ្វើអ្វីដែលនកធ្វើស្ដាប់តាមបេះដូងរបស់អ្នកហើយធ្វើតាមការកក់ក្ដៅនៅក្នុងចិត្តរបស់អ្នកអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនារឿងនេះពីដើមដល់ចប់ជួបគ្នាវីដេអូក្រោយ